ចូលលោកគ្រូខ្ញុំបាទឈ្មោះអានជាតកមកពីក្រុម SU5 ថ្ងៃនេះដែរខ្ញុំនឹងធ្វើការរៀនបន្តអំពី comment UFW ហើយនេះដែរគឺខ្ញុំបាន connect IP របស់ខ្ញុំទៅ SSL រួចហើយហើយខ្ញុំនឹងសូមធ្វើការ check មើល user របស់ខ្ញុំពី white comment នេះគឺជា user របស់ខ្ញុំហើយបន្ទាប់មកយើងវាយ comment ដែលមើលអំពី firewall របស់យើងគឺវាយ sudo UFW status ហើយក្នុងនេះវាដាក់inactive គឺយើងកំពុងបើកដំណើរការ inactive ហើយបន្ទាប់មកដើម្បីចង់ឲ្យវា active យើងវាយ comment sudo UFW enable ហើយវាចេញcomment may describe exit នេះមកហើយយើងវាយពាក្យyes មកហើយគេដាក់ firewall is active and enable on system startup ហើយបន្ទាប់មកយើងឆែកវាម្ដងទៀតមកគឺកន្លែងនេះគឺ status active ហើយលោកគ្រូបន្ទាប់មកយើងចង់ធ្វើការ disable វាយើងគ្រាន់តែវាយ comment sudo u disable sudo UFW disable វាមកវានឹងធ្វើការ disable ហើយប៉ុន្តែក្នុងនេះខ្ញុំអត់ប្រើ comment ហ្នឹងទេខ្ញុំសូមប្រើ comment ធ្វើការ comment add port វាវិញគឺយើងវាយ sudo UW មកទៅពាក្យ allow 434ពីនឹងការ enter វាមកវាមាន rule add នេះវាសេចបន្ទាប់មកទៀតយើងនឹងធ្វើការវា comment ដើម្បីមើល port ខាងលើនេះវា add បានយើងចូលមកគឺ add ថែម2ទៀតគឺ434នេះ434នេះលោកគ្រូហើយបន្ទាប់មកទៀតយើងចង់ deny port វិញយើងប្រើ comment sudo UFW deny ហើយយើងចង់deny port 2នេះ434នេះយើងវាយ deny ហើយវាយ434មក enter វានឹង load ពាក្យ rule update 2ហ្នឹងលោកគ្រូហើយយើងធ្វើការឆែកវាម្ដងទៀតគឺនេះគឺវា load ពាក្យ deny លោកគ្រូហើយបន្ទាប់មកខ្ញុំនឹងធ្វើការ reset ខាងនេះយើងត្រូវប្រើ comment sudo UFW ហើយ reset មកហើយវានឹង load ឲ្យយើងយក yes ឬក៏ no យើងយក yes មកនេះគឺយើងបាន reset ហើយយើងបន្ទាប់មកទៀតយើងប្រើ comment status យើងសាថ្មីមកគឺ inactive វិញហើយលោកគ្រូកន្លែងនេះភាសាយើងបាន reset វារួចរាល់ហើយបើសិនតែនេះបើសិនចង់បែកវាឡើងវិញយើងធ្វើការ enable វាមកYPS ធ្វើការឆែកវាគឺវា inactive វិញហើយនេះគឺដោយសារខ្ញុំបាន enable វាម្ដងទៀតគឺវា load status active ដោយសារតែយើង reset ហើយវាបាត់អស់អញ្ចឹងខ្ញុំសូមធ្វើការ allow port 404យើងធ្វើការវាយ comment sudo mu fw allow 434យើងធ្វើការ add 2អញ្ចឹងហើយខ្ញុំធ្វើការឆែកវា
នឹងវានឹងលោតមកវិញហើយកន្លែងនេះគឺជា comment ចុងក្រោយខ្ញុំសូមធ្វើការ reload firewall ក្នុងកន្លែងនេះយើងត្រូវធ្វើ comment sudo usw reload នេះ firewall ធ្វើការ reload ហើយអញ្ចឹងក្នុងការងារ UFW comment នេះសូមចប់តែប៉ុណ្ណឹងអរគុណលោកគ្រូ